បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នារឿងមួយដែលគួរជួយចាប់សម្រាប់ពេល2ឆ្នាំរបស់ភាសាខ្មែរយើងនៅក្នុង iPhone នៅក្នុង iPad នៅក្នុង Apple product និយាយចំទៅគឺការភ័ន្តច្រឡំការយល់ខុសឬក៏បច្ចេកទេសដែល Apple មិនបានមើលឃើញប្រទេសកម្ពុជារបស់យើងនៅក្នុងកសែភ្នែកទេមូលហេតុដោយសារតែក្នុងរយៈពេល2ឆ្នាំនេះតាំងពី iOS 17រហូតដល់ iOS 27 2ឆ្នាំគត់នៅក្នុងការអភិវឌ្ឍកម្មវិធីរបស់ខ្លួននៅពេលដែលចេញមុខងារមួយដែលគេឲ្យឈ្មោះថាការចម្លងភាសា OCO មានន័យថាយើងអាចធ្វើការថតរូបកន្លែងណាក៏ដោយឲ្យតែមានភាសាដែលយើងអាចធ្វើការចម្លងភាសាទាំងអស់ហ្នឹងអក្សរភាសាទាំងអស់ហ្នឹងយកទៅ pass នៅកន្លែងណាវានឹងចេញភាសាហ្នឹងមកតែអកុសលអីភាសាខ្មែរយើងគឺត្រូវបាន Apple មិនបានយកចិត្តទុកដាក់ទេដោយសារតែពេលដែលយើងថតរូបជាប់ភាសាខ្មែរនៅកន្លែងណាក៏ដោយថតឯកសារថតអីណាអ្នកនរអាចធ្វើការ select មានថា select copy មកហើយ pass ទៅក្នុងអត្ថបទផ្សេងៗអ្នកទាំងអស់គ្នានឹងឃើញភាសាផ្សេងដែលអ្នកទាំងអស់គ្នាដឹងហើយថាជាភាសាគេនៃប្រទេសជិតខាងរបស់យើងខ្ញុំបានធ្វើវីដេអូមួយកាលពី2ឆ្នាំមុនធ្វើសំណួរទៅសួរ Apple តាមរយៈ forum យើងអត់មានច្រកផ្លូវការណាមួយដែលជជែកជាមួយគេក្នុងរយៈពេល2ឆ្នាំនេះគឺខ្ញុំឃើញមានការអាប់ដេតដដែលដោយសារតែក្នុងឆ្នាំនេះ iPhone iPad Apple Mac ផលិតផល Apple ហ្នឹងគឺបានចេញ iOS ថ្មី27របស់ខ្លួនហ្នឹងខ្ញុំបានឃើញមានការអាប់ដេតដ៏ធំមួយសម្រាប់ខ្ញុំគឺពុម្ពអក្សរមានន័យថាពុម្ពអក្សរគេបានផ្លាស់ប្ដូរពុម្ពអក្សរថ្មីបានប្រសើរជាងមុននិងល្អជាងមុនព្រោះខ្ញុំផាត់ចាប់អារម្មណ៍មុខងារផ្សេង emoji ណាហោហែអីខ្ញុំមិនសូវជាខ្វល់ប្រហែលទេតែខ្ញុំខ្វល់ជាងគេគឺភាសាខ្មែរយើងនេះឯងអញ្ចឹងក៏ខ្ញុំបានពិនិត្យមើលដដែលថា iOS 27នេះគឺអត់បាន fix អត់បានដោះស្រាយនៅឡើយទេសង្ឃឹមថាវីដេអូមួយនេះគឺបានផ្ញើជូនទៅកាន់សាធារណជនដើម្បីហៅវិធីទាំងអស់គ្នាថាតើយើងគួរតែធ្វើយ៉ាងណាក៏ដោយរាយការណ៍ទៅកាន់ Apple អ្នកសារព័ត៌មានដែលជាសរសេរជាភាសាបរទេសសង្ឃឹមថាបានឃើញវីដេអូមួយនេះបាន rest បន្ថែមដើម្បីធ្វើយ៉ាងណាក៏ដោយឲ្យ Apple យល់វាជាការជឿចាប់មួយសម្រាប់ខ្ញុំដែរវាជារឿងដែលត្រូវតែដោះស្រាយសម្រាប់យើងទាំងអស់គ្នាផងដែរនេះហើយគេអត់ទាន់បានឃើញហើយសើចចំអកយើងនៅឡើយហ្នឹងយើងក៏ពិបាកថាដែរអញ្ចឹងខ្ញុំអត់ដាក់បន្ទុកទៅលើស្អីទេយើងរកវិធីសាស្ត្រដោះស្រាយទាំងអស់គ្នាព្រោះជួនកាលគ្រប់រឿងទាំងអស់មិនប្រកាសថាគ្រប់គ្នាដឹងហើយអាចរកដំណោះស្រាយឬក៏យើងអាចរកច្រក channel ដែលយើងអាចជជែកបានត្រូវទេជួនកាលយើងដឹងហើយអ្នកផ្សេងទៀតអត់ដឹងហើយអ្នកផ្សេងទៀតដែលដោះស្រាយបានគេអត់ដឹងដូចគ្នាដែរអញ្ចឹង Apple ជួនកាលកំពុងតែអត់ដឹងឬក៏គាត់កំពុងតែយល់ច្រឡំភាសាអត្តសញ្ញាណជាតិរបស់យើងទាំងមូលតែម្ដងអញ្ចឹងសង្ឃឹមថាវីដេអូនេះបានចែករំលែកទៅកាន់មនុស្សជាច្រើនទៀតហើយចែករំលែកតៗគ្នាដើម្បីជជែករឿងនឹងម្ដងទៀតព្រោះខ្ញុំបានជជែករួចហើយមួយនេះបន្តិចខ្ញុំបានសួរគ្នាយើងផ្សេងទៀតដើម្បីផ្ទៀងផ្ទាត់ថាគ្រប់ model របស់ iPhone ព្រោះខ្ញុំអត់បានតេស្តអត់មាន iPhone គ្រប់ model ទេប៉ុន្តែគ្រប់គ្នាគឺបានឃើញថាវាពិតជាអញ្ចឹងដូចខ្ញុំបានលើកឡើងកាលពី2ឆ្នាំមុនទោះបីជាគ្រប់គ្នាបាន update មកកាន់ iOS 27ក៏ដោយសង្ឃឹមថាមុននឹង release មុននឹងចាប់ផ្ដើមចេញ iOS 27ជាផ្លូវការ Apple ដោះស្រាយនៅរឿងមួយនេះអរគុណច្រើន